ចឹងធនាគារយើងដឹងហើយមួយខាងបញ្ញាមួយខាងកម្ចីស្រាប់សាច់រឿងសំខាន់របស់ធនាគារនៅពេលដែលទៅដល់ពេលដែលកំពុងតែទស្សនានៃការពិធីបាតា Talk Show ស្វាគមន៍មកកាន់ប្រធានបទទី258ដែលសប្តាហ៍នេះយើងលើកយកប្រធានបទពាក់ព័ន្ធទៅនឹងវិស័យធនាគារនៅកម្ពុជានិយាយតាក់ទងទៅនឹងវិស័យធនាគារនៅកម្ពុជាគឺជាផ្នែកមួយនៃប្រព័ន្ធហិរញ្ញវត្ថុនិងមានទូនាទីនៅក្នុងការទទួលប្រាក់បញ្ញើពីសាធារណជនផ្ដល់អនុទានឬហៅថាកម្ចីក៏ដូចជាផ្ដល់នៅសេវាកម្មផ្សេងៗជាច្រើនទៀតដើម្បីគ្រប់គ្រងដល់សកម្មភាពសេដ្ឋកិច្ចនិងការអភិវឌ្ឍប្រទេសតាក់ទងទៅនឹងវិស័យធនាគារនៅកម្ពុជាគឺត្រូវបានគ្រប់គ្រងនិងត្រួតពិនិត្យដោយធនាគារជាតិនៃកម្ពុជាដែលជាអាជ្ញាធររូបិយវត្ថុនិងធនាគារកណ្ដាលរបស់ប្រទេសនៅក្នុងថ្ងៃនេះយើងក៏បានអញ្ជើញវាគ្មិនមួយរូបមកបកស្រាយនៅប្រធានបទរបស់យើងនៅក្នុងថ្ងៃនេះផងដែរដូច្នេះកុំឲ្យខាតពីយូរជួបជាមួយនឹងវាគ្មិនរបស់យើងតែម្ដងចា៎ជំរាបសួរលោកគ្រូចា៎រីដែលបានជួបលោកគ្រូជាលើកទី3ហើយនៅក្នុងកម្មវិធីបាតា Talk Show របស់យើងដំបូងនេះអនុញ្ញាតលោកគ្រូណែនាំខ្លួនទៅដល់ប្រិយមិត្តជាថ្មីម្ដងទៀតចា៎ជំរាបសួរខ្ញុំបានឈ្មោះម៉នច័ន្ទវាសនាគឺជាគ្រូបង្រៀនជំនាញធនាគារប្រចាំសាកលវិទ្យាល័យវណ្ណដាចា៎អរគុណច្រើនលោកគ្រូសុខទុក្ខយ៉ាងណាហើយបើមានជាមួយនឹងការបង្រៀនច្រើនទេចា៎បាទសុខទុក្ខធម្មតាហើយការបង្រៀនមិនសូវជាមកមានយ៉ាងទេដោយសារមួយរយៈនេះនិស្សិតគាត់ប្រឡង final បញ្ចប់ច្រើនទៅយើងអត់សូវរវល់ដែរចាលោកគ្រូចាអរគុណច្រើនលោកគ្រូឥឡូវយើងចូលដល់ប្រធានបទរបស់យើងតែម្ដងពាក់ព័ន្ធជាមួយនឹងវិស័យធនាគារនៅកម្ពុជាលោកគ្រូអាចជំរាបជូនទៅដល់ប្រិយមិត្តផងបានទេថាបែងចែកយ៉ាងដូចម្ដេចខ្លះដែរចាបាទចំពោះវិស័យធនាគារនៅកម្ពុជាគឺជាប្រព័ន្ធវាជាប្រព័ន្ធដែលមាន2ថ្នាក់ដែលក្នុងនោះមានគេហៅថាថ្នាក់សាធារណៈនិងឯកជនដែលឋានៈសាធារណៈហ្នឹងគឺតំណាងដោយធនាគារជាតិនៃកម្ពុជាដែលយើងតែងតែហៅថាធនាគារកណ្ដាលហ្នឹងចា៎ចំណែកឯឋានៈទី2គឺវិស័យឯកជនរួមមានធនាគារពាណិជ្ជធនាគារឯកទេសនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុរួមមាននឹងបន្ថែមទៀតនោះគឺស្ថាប័នក្រៅរដ្ឋាភិបាលមួយចំនួនដែលគាត់បានចូលរួមក្នុងសកម្មភាពអនុទានជនបទដែរពាក់ព័ន្ធទៅនឹងធនាគារពាណិជ្ជវិញថាតើមានន័យយ៉ាងដូចម្ដេចដែរហើយតម្រូវឲ្យមាននៅដើមទុនអបអរប្រហែលជាចំនួនប្រមាណដែរបាទសំណួរល្អហើយគិតថាខ្ញុំគិតថានិស្សិតមួយចំនួនឬក៏អ្នកស្ដាប់មួយចំនួនគាត់អាចនឹងធ្លាប់ឮតែពាក្យថាធនាគារប៉ុន្តែអត់បានដឹងថាធនាគារហ្នឹងបែងចែកជាប្រភេទអីខ្លះទេចា៎អញ្ចឹងចំពោះធនាគារពាណិជ្ជយើងសំដៅដល់ធនាគារមួយដែលវាយើងអាចនិយាយបានថាដំបូងឡើយថាវាធំចាស់ហើយយើងស្រួលស្ដាប់ប៉ុន្តែដល់ពេលអត្ថន័យនិយមន័យវាផ្សេងអញ្ចឹងណាត្រង់ថាធនាគារពាណិជ្ជគឺជាស្ថាប័នហិរញ្ញវត្ថុមួយដែលទទួលបានអាជ្ញាប័ណ្ណពីធនាគារកណ្ដាលក្នុងការបម្រើនៅសេវាកម្មហិរញ្ញវត្ថុសំខាន់3សំខាន់ដែលក្នុងនោះរួមមានសេវាទទួលប្រាក់បញ្ញើមានថាបញ្ញើគ្រប់ប្រភេទអញ្ចឹងណាហើយនឹងទី2មានសេវាផ្ដល់អនុទានឬយ៉ាងហៅថាកម្ចីហ្នឹងចា៎គ្រប់ប្រភេទដូចគ្នាដែរហើយនឹងទី3គឺសេវាទូទាត់ដែលយើងតែងតែដឹងថាធនាគារបានផ្ដល់នូវនយោបាយទូទាត់ដល់សាធារណជនហ្នឹងអញ្ចឹងកាលណាស្ថាប័នណាអនុវត្តនៅមុខងារឬក៏សេវាកម្មសំខាន់3ហ្នឹងគេនឹងទទួលស្គាល់បានថាជាធនាគារពាណិជ្ជបាទចា៎មួយវិញទៀតចំពោះកាតព្វកិច្ចដើមទុនដែលយើងហៅថាដើមទុនបរមាក្នុងការចុះបញ្ជីកាលណាយើងនិយាយធនាគារពាណិជ្ជយើងបែងចែកជា2ប្រភេទដែរទី1ហៅថាធនាគារសាខាបរទេសមានថាមានក្រុមហ៊ុនដើមនោះគឺនៅបរទេសហើយមកបោះទីតាំងនៅក្នុងស្រុកយើងហ្នឹងចា៎អញ្ចឹងចំពោះធនាគារសាខាបរទេសនេះយើងនិយាយជា2ផ្នែកទៀតជាធនាគារដែលមានចំណាត់ថ្នាក់ក្នុងការវិនិយោគឬក៏ធនាគារដែលមានចំណាត់ថ្នាក់វិនិយោគទាបឬក៏មិនជាប់ចំណាត់ថ្នាក់ហ្នឹងចា៎អញ្ចឹងចំពោះធនាគារសាខាបរទេសដែលជាប់ចំណាត់ថ្នាក់វិនិយោគធនាគារជាតិយើងគឺតម្រូវឲ្យមានដើមទុនអបបរមាហ្នឹងគឺចំនួន200,000 លានរៀល200,000 លានរៀលឬក៏ប្រហែលនឹង50 លានដុល្លារសហរដ្ឋអាមេរិកចា៎ចំពោះធនាគារសាខាបរទេសដូចគ្នាដែលមកបោះទីតាំងនៅយើងដែរប៉ុន្តែអត់មានចំណាត់ថ្នាក់វិនិយោគទេមានន័យថាវាអាចនឹង credit វាទាបអញ្ចឹងណាអញ្ចឹងតម្រូវឲ្យមានដើមទុនអបបរមាហ្នឹង300,000 លានរៀលហើយបើយើងគិតទៅដុល្លារប្រហែលប្រមាណជា75 លានដុល្លារបាទចា៎មួយវិញទៀតចំពោះធនាគារពាណិជ្ជក្នុងស្រុកថាបង្កើតឡើងនៅក្នុងស្រុកយើងហ្មងណាដែលនិយាយខ្លីគឺធនាគាររបស់ខ្មែរយើងហ្មងគឺតម្រូវឲ្យមានដើមទុនអបបរមាចំនួន300,000 លានរៀលបាទស្មើនឹង75 លានដុល្លារដូចគ្នាដែរចា៎បាទចុះពាក់ព័ន្ធជាមួយនឹងធនាគារឯកទេសវិញលោកគ្រូ
មានន័យយ៉ាងដូចម្ដេចដែរហើយតម្រូវឲ្យមានដើមទុនអបបរមាហ្នឹងប្រហែលជាចំនួនប្រមាណដែរចា៎ ចំពោះធនាគារឯកទេសគឺជាធនាគារមួយដែលទទួលបានអាជ្ញាប័ណ្ណពីធនាគារកណ្ដាលដូចទៅនឹងធនាគារពាណិជ្ជដែរប៉ុន្តែផ្ដោតសំខាន់លើការផ្ដល់សេវាកម្មឯកទេសតែមួយចា៎មានន័យថាគេអាចផ្ដោតទៅលើជំនាញណាមួយជាក់លាក់របស់គេប៉ុន្តែសួរថាឯកទេសជំនាញមួយហ្នឹងឬក៏សេវាមួយហ្នឹងសេវាអីគឺយកសេវាទាំង3របស់ធនាគារពាណិជ្ជខាងលើដែលយើងបានរៀបរាប់រួមមានសេវាប្រាក់បញ្ញើសេវាឥណទាននិងសេវាទូទាត់ហ្នឹងអញ្ចឹងក្នុងនោះធនាគារឯកទេសអាចជ្រើសរើសមួយក្នុងចំណោមសេវាទាំង3ហ្នឹងមកធ្វើអាជីវកម្មអាស្រ័យទៅតាមអាជ្ញាប័ណ្ណដែលបានស្នើសុំពីធនាគារកណ្ដាលបាទចា៎ចំណែកឯដើមទុនចុះបញ្ជាបរមាសម្រាប់ធនាគារឯកទេសមិនតម្រូវថាធនាគារក្នុងស្រុកឬក្រៅស្រុកទេគឺតម្រូវឲ្យមានដើមទុនដូចគ្នាគឺចំនួន60,000 លានបាទ60,000 លានបើយើងគិតជាប្រាក់ដុល្លារប្រមាណជា15 លានដុល្លារដើមទុនចា៎រៀងថយជាងធនាគារពាណិជ្ជបាទជាងដោយសារតែទំហំនៃការផ្ដល់អនុទានហ្នឹងក៏តូចជាងចា៎តូចជាងធនាគារពាណិជ្ជដូចគ្នាបាទចា៎ចុះពាក់ព័ន្ធជាមួយនឹងគ្រឹះស្ថានហិរញ្ញវត្ថុវិញលោកគ្រូអាចជំរាបជូនផងបានទេមានន័យយ៉ាងដូចម្ដេចហើយតម្រូវឲ្យមានដើមទុនអបបរមាប្រហែលជាប្រមាណបាទសម្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុយើងឃើញច្រើនមែនទែននៅក្នុងប្រទេសកម្ពុជារបស់យើងមានប្រមាណជា80ស្ថាប័នជាងបច្ចុប្បន្នគិតត្រឹមឆ្នាំ2026ហ្នឹងស្ថាប័ននេះដើរតួសំខាន់ដែរវាមានលក្ខណៈស្តៀងទៅនឹងធនាគារដែរប៉ុន្តែត្រង់ថាទំហំនៃការផ្ដល់សេវាកម្មខ្នាតតូចហើយផ្ដោតលើប្រជាពលរដ្ឋដែលមានប្រាក់ចំណូលទាបហើយនឹងអាជីវកម្មខ្នាតតូចឬក៏សហគ្រិនតូចៗហ្នឹងដែលពេលខ្លះអាជីវកម្មខ្នាតតូចឬក៏សហគ្រិនខ្នាតតូចហ្នឹងគាត់មិនមានលទ្ធភាពឬក៏មិនមានលក្ខខណ្ឌគ្រប់គ្រាន់ទៅស្នើកម្ចីពីធនាគារបានអញ្ចឹងគាត់អាចទៅប្រើប្រាស់សេវាកម្មរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុវិញបាទចា៎ហើយបើយើងនិយាយពីភាពស្របច្បាប់ដូចគ្នាវាពុទ្ធទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិដូចគ្នាទេបាទចា៎ចំណែកឯដើមទុនជុំជាបរមាសម្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុគឺញែកចេញជាពីរដែរពីព្រោះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហ្នឹងបែងចែកជាពីរដែលយើងអាចហៅបានថាគ្រឹះស្ថានទទួលប្រាក់បញ្ញើឬមួយទៀតគឺស្ថាប័នមិនទទួលប្រាក់បញ្ញើអញ្ចឹងសម្រាប់ស្ថាប័នមិនទទួលប្រាក់បញ្ញើតម្រូវមានដើមទុនតិចខ្ទង់6,000 លាន6,000 លានរៀលបើគិតជាប្រាក់ដុល្លារវាប្រមាណជា1.5 លានដុល្លារបាទចា៎ប៉ុន្តែសម្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលមានអាជ្ញាប័ណ្ណក្នុងការទទួលប្រាក់បញ្ញើគឺតម្រូវឲ្យមានដើមទុន120,000 លានរៀលវាស្មើនឹង30 លានដុល្លារបាទហើយបច្ចុប្បន្ននេះខ្ញុំសូមបញ្ជាក់ថែមបន្តិចស្ថាប័នទទួលប្រាក់បញ្ញើគឺមានតិចមាននៅសល់3ស្ថាប័នទេមួយចំនួនទៀតក៏បំលែងខ្លួនពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទៅជាធនាគារពាណិជ្ជដែរបាទចាចុះពាក់ព័ន្ធជាមួយនឹងធនាគារវិញគ្រូអាចជំរាបជូនផងបាននេះថាតើមានមុខងារសំខាន់អ្វីខ្លះដែរចាបាទបើយើងនិយាយពីធនាគារមុខងារមានតិចទេប៉ុន្តែបើយើងឃើញសេវាដែលធ្វើនឹងច្រើនមែនទែនបាទច្រើនតាមប្រភេទប៉ុន្តែសម្រាប់មុខងារគឺគេកំណត់មានតែ3ទេគឺទី1គឺមុខងារក្នុងការទទួលប្រាក់បញ្ញើទី2មុខងារក្នុងការផ្ដល់ឥណទាននិងទី3មុខងារទូទាត់និងផ្ដល់មធ្យោបាយទូទាត់ហ្នឹងបាទ3នេះចាលោកគ្រូស្របគ្នាផងដែរក៏ចង់ដឹងពាក់ព័ន្ធជាមួយនឹងធនាគារជាទូទៅធនាគារអាចនឹងមានផលប៉ះពាល់ខ្លាំងដែរទេប្រសិនបើពិភពលោកជួបនៅវិបត្តិសេដ្ឋកិច្ចជាដើមណាលោកគ្រូបាទសំណួរនេះល្អហើយស្របមួយនឹងស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្នចាជាការពិតណាស់ធនាគារគឺជាស្ថាប័នជួរមុខគេបំផុតដែលរងផលប៉ះពាល់រហ័សហើយខ្លាំងជាងគេមកនៅក្នុងវិបត្តិសេដ្ឋកិច្ចបាទពីព្រោះយើងមានហេតុផលជាច្រើនក្នុងការដែលយកមកវិភាគហើយនឹងសិក្សាមើលធម្មតាធនាគារមួយអាចដំណើរការទៅបានវាពឹងផ្អែកទៅលើចរន្តសាច់ប្រាក់បាទពឹងផ្អែកទៅលើចរន្តសាច់ប្រាក់ហើយនឹងសុខភាពហិរញ្ញវត្ថុរបស់អតិថិជនចាអញ្ចឹងបើយើងគិតមកវិញបើសេដ្ឋកិច្ចលំបាកចំណូលរបស់ប្រជាជនក៏វាលំបាកដែរអញ្ចឹងចរន្តសាច់ប្រាក់ធនាគារវានឹងប៉ះពាល់បាទអញ្ចឹងដើម្បីឲ្យកាន់តែច្បាស់ខ្ញុំសូមលើកយកនៅហេតុផលមួយចំនួនដែលបង្ហាញថាធនាគារពិតជារងផលប៉ះពាល់ខ្លាំងហើយធ្ងន់ធ្ងរបាទទី1គឺក្នុងវិបត្តិសេដ្ឋកិច្ច
ធនាគារនឹងកើនឡើងនៅបំណុលដែលខូចដែលភាសានៅធនាគារគឺចាហៅថា NPL non performing loan នោះវាកើនឡើង ចា៎ បាទអនុទានខូចនេះគឺអនុទានដែលផ្ដល់ឲ្យវាទីអត់បានវាមានបញ្ហាក្នុងការសងត្រឡប់បាទអញ្ចឹងនៅពេលដែលសេដ្ឋកិច្ចជួបការលំបាកបែបនេះតាមបណ្ដាក្រុមហ៊ុនមួយចំនួនអាចនឹងខ្សែធនបាទដល់ពេលអាចនឹងខ្សែធនបែបហ្នឹងគេកាត់បន្ថយបុគ្គលិកឬក៏ក្រុមហ៊ុនខ្លះជួបការលំបាកមិនឈានដល់ការខ្សែធនប៉ុន្តែកាត់បន្ថយបុគ្គលិកនាំឲ្យប្រជាពលរដ្ឋបាត់បង់ចំណូលដល់ពេលប្រជាពលរដ្ឋបាត់បង់ចំណូលធនាគារអត់អាចទីការប្រាក់ឬអាប្រាក់ដើមត្រឡប់មកវិញនឹងបានទៀងទាត់ទេអញ្ចឹងប្រឈមមុខនឹងប៉ះពាល់ដល់ប្រាក់ចំណេញមួយចា៎នឹងហេតុផលទី1ចំពោះហេតុផលទី2នោះគឺតម្រូវការលើការខ្ចីធ្លាក់ចុះនៅក្នុងស្ថានភាពសេដ្ឋកិច្ចលំបាកអ្នករកស៊ីឬក៏អាជីវកម្មមួយចំនួនគាត់អត់ចង់ពង្រីកខ្លួនទេព្រោះស្ថានភាពលំបាកបែបហ្នឹងគាត់ចង់តែធ្វើម៉េចរក្សាស្ថានភាពបច្ចុប្បន្នដើម្បីទប់ខ្លួនសិនហើយកាលណាគាត់អត់ចង់ពង្រីកខ្លួនតែគាត់អត់ទៅការខ្ចីហើយចំណែកឯប្រជាពលរដ្ឋវិញក្នុងស្ថានភាពសេដ្ឋកិច្ចអត់ដឹងណូក៏គាត់ពិបាកក្នុងការវិនិយោគក្នុងការខ្ចីលុយទៅទិញផ្ទះទិញដីឬក៏ទិញមធ្យោបាយប្រើប្រាស់ផ្សេងៗទៀតដែរអញ្ចឹងហើយយើងបានដឹងថាចំណូលធំបំផុតរបស់ធនាគារគឺបានមកពីកម្ចីហើយនៅពេលដែលបរិមាណនៃការផ្ដល់កម្ចីនឹងវាថយអញ្ចឹងធ្វើឲ្យចំណូលការប្រាក់របស់ធនាគារនឹងធ្លាក់ចុះយ៉ាងគំហុកដូចគ្នាដែរបាទហេតុផលទី3តាក់ទងជាមួយនឹងការធ្លាក់ចុះនៃប្រាក់បញ្ញើម្ដងអញ្ចឹងធនាគារយើងដឹងហើយមួយខាងបញ្ញើមួយខាងកម្ចីស្រាប់តែសាច់រឿងសំខាន់របស់ធនាគារនៅពេលដែលស្ថានភាពលំបាកបែបនេះក្រុមហ៊ុនឬក៏អ្នកប្រជាពលរដ្ឋរបស់យើងហ្នឹងដើម្បីទប់ទល់នឹងស្ថានភាពហ្នឹងគាត់អាចនឹងទៅដកលុយពីធនាគារមកវិញដើម្បីដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃបាទដើម្បីទប់ទល់មួយស្ថានភាពវិបត្តិសេដ្ឋកិច្ចហ្នឹងនៅពេលដែលប្រជាពលរដ្ឋក៏ដូចជាអ្នករកស៊ីហ្នឹងគាត់សម្រុកដកសាច់ប្រាក់ចេញធនាគារអាចប្រឈមមុខទៅនឹងវិបត្តិសាច់ប្រាក់គ្មានសាច់ប្រាក់បំរុងដើម្បីប្រើឬក៏គ្មានសាច់ប្រាក់បំរុងដើម្បីបង្វិលដល់អ្នកខ្ចីបន្តទៀតបានអញ្ចឹងនេះជាបញ្ហាចម្បងដែលប៉ះពាល់ខ្លាំងបំផុតសម្រាប់ធនាគារក្នុងវិបត្តិសេដ្ឋកិច្ចបាទចា៎អញ្ចឹងជាហេតុផល3សំខាន់បាទចាអរគុណច្រើនលោកគ្រូសម្រាប់ការចែករំលែកនៅប្រធានបទរបស់យើងតាំងពីដើមរហូតដល់ចប់ហើយចុងក្រោយនេះលោកគ្រូមានអ្វីចង់ផ្ដាំផ្ញើទៅដល់ប្រិយមិត្តដែរទេចាបាទជាចុងក្រោយខ្ញុំក៏មានមតិមួយចំនួនចង់ផ្ដាំផ្ញើទៅដល់សិស្សានុសិស្សនិងប្រិយមិត្តទាំងអស់ប្រសិនបើមានបំណងចង់សិក្សាស្វែងយល់អំពីវិស័យហិរញ្ញវត្ថុធនាគារឲ្យកាន់តែច្បាស់និងលម្អិតអាចមកសិក្សាបាននៅសាកលវិទ្យាល័យបណ្ដាដែលយើងការសិក្សាយើងមានរយៈពេលខ្លីហើយយើងមានជំនាញច្បាស់លាស់ដែលតាក់ទងទៅនឹងវិស័យហិរញ្ញវត្ថុនិងធនាគារបាទសូមអរគុណចាអរគុណច្រើនលោកគ្រូអរគុណប្រិមិត្តទ្រទស្សនិកជនជាទីមេត្រីពីកម្មវិធីរបស់យើងបានឈានមកដល់ទីបញ្ចប់កម្មវិធីរបស់យើងសន្យាថានឹងវិលមកជួបប្រិមិត្តរៀងរាល់ថ្ងៃសៅរ៍វេលាម៉ោង 8 យប់ដដែលខណៈពេលនេះយើងខ្ញុំទាំងពីរអ្នកព្រមជាមួយនឹងក្រុមការងារសូមអរគុណនិងសូមគោរពលា